សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការ install ពី Nginx ហើយនឹងការ hosting static អញ្ចឹងដំបូងខ្ញុំវាយ command sudo apt update ហើយបន្ទាប់មកគឺខ្ញុំវាយ command sudo apt install Nginx ដើម្បីយើងធ្វើការ Nginx ហ្នឹងចូលទៅក្នុង Ubuntu របស់យើងហើយបន្តមកខ្ញុំធ្វើការ enable Nginx នឹងនៅលើ server Ubuntu ហើយ command បន្ទាប់គឺ command check ទៅលើ status អូខេអញ្ចឹងយើងឃើញថាវា active អញ្ចឹងយើងចូលទៅក្នុង FileZilla ដើម្បីធ្វើការ upload file យើងចូលមកដល់ FileZilla យើងចូលទៅកាន់ root directory ហើយ folder 1 folder www ហើយនៅក្នុងហ្នឹងគឺមាន folder html ហើយយើងធ្វើការយក IP នៅក្នុង server AWS របស់យើងដើម្បីធ្វើការ test ចឹងធ្វើការ sign in ហើយបន្ទាប់មកគឺយើងចូលទៅ EC2 ហើយយើងចូលទៅកាន់ instance ដើម្បីចូលទៅក្នុង FTP server របស់យើងហើយគឺយើងទៅរក IP ដើម្បីយកមកដាក់នៅលើ Google Chrome អូខេអញ្ចឹងវាអត់ដំណើរការទេអញ្ចឹងខ្ញុំសូមធ្វើការ reset វាមួយអញ្ចឹងវាយ sudo system control reload Nginx តោះមក enter ហើយខ្ញុំ check មើល status វានៅដើរអញ្ចឹងដោយសារតែនៅក្នុងហ្នឹងគឺខ្ញុំអត់ទាន់បាន upload file ចូលអញ្ចឹងតោះមកគឺខ្ញុំធ្វើការ upload file ដើម្បីធ្វើ hostingបន្ទាប់មកគឺយើងធ្វើការ cd ទៅកាន់ folder 1ហើយនឹងenable permission 777ហើយយើងចូលទៅកាន់ folder www ហើយ /html
okចឹងខ្ញុំសូមធ្វើការ my IP ម្ដងទៀតអូខេចឹងវាដាស់ដោយសារតែយើងអត់ប្រើ incognito mode ចឹងសូមបើក incognito mode ដោយសារតែវា store cache data នៅលើ browser